កោកសិតតែមាត់ត្រដោកឆ្អែតតែពោះក្របីអញ្ចឹងនៅក្នុងសុភាសិតនេះគឺយើងមានពាក្យកន្ទះមួយគឺពាក្យថាត្រដោកបាទប្រិមិត្តអ្នកសិក្សាក៏ដូចជាសិស្សានុសិស្សខ្ញុំជឿជាក់ថាស្គាល់ត្រដោកហើយបាទត្រដោកគឺជាប្រដាប់ដែលគេធ្វើអំពីឈើហើយឬក៏ឫស្សីបាទធ្វើអំពីឈើឬក៏ឫស្សីបាទដែលមានគ្រាប់នៅខាងក្នុងហើយជាទូទៅគឺគេយកវាសម្រាប់ចងជាមួយនឹងកគោឬក៏កក្របីកាលណាគេយកត្រដោកហ្នឹងយកទៅពាក់យកទៅចងជាមួយនឹងកនៃសត្វគោឬក៏សត្វក្របីពេលដែលគោឬក៏ក្របីនោះវាស៊ីស្មៅធ្វើឲ្យអាក្របដែលនៅខាងក្នុងត្រដោកហ្នឹងវាប៉ះទង្គិចជាមួយនឹងមាត់ត្រដោកបាទវាលឺសូរបាទវាលឺសូរទោះជាសំឡេងត្រដោកហ្នឹងលាន់លឺយ៉ាងណាក៏ដោយគោឬក៏ក្របីហ្នឹងក៏វាមិនអើពើដែរបាទតែផ្ទុយទៅវិញវាគិតតែស៊ីស្មៅវាគិតតែទំពាស្មៅតាមទម្លាប់នៃធម្មជាតិរបស់វាហើយក្របត្រដោកនឹងវាប៉ះទង្គិចជាមួយនឹងមាត់ត្រដោកនឹងយូរទៅវាធ្វើឲ្យរិចរិលវាធ្វើឲ្យត្រដោកនឹងវាធ្វើឲ្យមាត់ត្រដោកនឹងវារិចរិលហើយបើយើងងាកទៅគោឬក៏ក្របីវិញវាអត់ខ្វល់ទេវានៅតែស៊ីទោះបីជាមានសំឡេងរំខាននៃត្រដោកនឹងក៏ដោយក៏គោឬក៏ក្របីនឹងវានៅតែស៊ីស្មៅវានៅតែឆ្អែតពោះរបស់វាធម្មតាពិតណាស់ហើយវាអាចថារំខានពីលើកដំបូងបាទអាចថាមួយថ្ងៃពីរថ្ងៃដែលម្ចាស់ដែលកសិករគាត់យកទៅពាក់យកទៅចងជាមួយនឹងករបស់គោឬក៏ក្របីខ្លះដែរបាទក៏ប៉ុន្តែយូរទៅអាសំឡេងត្រដោកហ្នឹងវាអត់មានផលប៉ះពាល់ទៅដល់គោឬក៏ក្របីទេបន្ថែមពីនេះសុភាសិតយើងក៏មានជាខ្លឹមសារក៏មានជាអត្ថន័យអត្ថបដិរូបមានន័យថាមានន័យធៀបណាបាទអញ្ចឹងន័យធៀបនេះគឺដូនតាខ្មែរលោកចង់ប្រៀបធៀបទៅនឹងមនុស្សខ្លះបាទជាពិសេសទៅនឹងក្មេងៗទៅនឹងយុវជនទៅនឹងកូនប្រុសស្រីបាទជាទូទៅកូនប្រុសស្រីមួយចំនួនបាទឬក៏កូនប្រុសស្រីខ្លះពេលដែលឪពុកម្ដាយឬក៏អាណាព្យាបាលឬក៏គ្រូបាអាចារ្យខិតខំប្រដៅយ៉ាងណាក៏ដោយក៏គេពុំសូវជាធ្វើដឹងធ្វើឮប្រមាណនោះទេបានសេចក្តីថានៅពេលដែលឪពុកម្ដាយឬក៏អាណាព្យាបាលឬក៏គ្រូបាអាចារ្យណែនាំគឺពួកគេបានត្រឹមតែស្ដាប់ទេបាទពេលខ្លះស្ដាប់ទៅក៏មានពាក្យមិនសមរម្យធ្វើឲ្យគេឈឺចាប់ខ្លះក៏ប៉ុន្តែពេលខ្លះទៀតនិយាយដដែលហើយក៏ពួកគេមិនយកទៅជាទៅស្ដាប់យកទៅគិតទៅពិចារណាឬក៏កែប្រែទម្លាប់មិនល្អផ្ទុយទៅវិញគេគិតតែពីធ្វើតាមបំណងឬក៏ចំណង់ចំណូលចិត្តរបស់គេបាទអ្នកទូមានអ្នកប្រឹងប្រែងនិយាយប៉ោចបាទក៏គេអត់យកទៅជាទៅស្ដាប់ក៏គេអត់យកទៅគិតទៅពិចារណាបាទឧទាហរណ៍ថានៅពេលដែលឪពុកម្ដាយឬក៏ម៉ាក់ប៉ាឬក៏អាណាព្យាបាលប្រាប់ថាអ្នកត្រូវខិតខំប្រឹងប្រែងរៀនសូត្របាទចំណាយពេលវេលានៅក្នុងការអានសភៅឬក៏ឲ្យកូនចៅជួយធ្វើកិច្ចការផ្ទះបាទកូនខ្លះទាល់តែប្រាប់បានពួកគាត់ធ្វើហើយកូនខ្លះទៀតទោះបីជាប្រាប់ហើយក៏គាត់អត់ធ្វើដែរបាទគាត់បានតែនិយាយបានឬក៏ចាស់តែប៉ុណ្្នឹងឯងបាទអញ្ចឹងកូនប្រុសស្រីខ្លះឪពុកម្ដាយថារាល់ថ្ងៃណែនាំរាល់ថ្ងៃក៏ប៉ុន្តែអ្វីដែលឪពុកម្ដាយថាឬក៏ណែនាំគឺបានតែមួយផ្លេទេបាទយូរទៅគឺធម្មតាទៅវិញពេលខ្លះពួកគេបានត្រឹមតែស្ដាប់ទេក៏ប៉ុន្តែពួកគេនៅតែបន្តធ្វើសកម្មភាពដែលឪពុកម្ដាយហាមប្រាម
ជាបន្តទៅទៀតបើសិនជាកូនចៅប្រុសស្រីគាត់យកទៅគិតទៅពិចារណាឲ្យគាត់អនុវត្តតាមអ្វីដែលពុកម្ដាយដែលចាស់ទុំលោកណែនាំប្រកបដែរគឺគាត់អាចនឹងល្អគាត់អាចនឹងធ្វើទៅវាមិនទៅជាខុសបាទពីព្រោះអីពីព្រោះឪពុកម្ដាយដែលណែនាំគឺសិតសឹងតែជាបទពិសោធន៍សិតសឹងតែជាមេរៀននៃជីវិតបាទអញ្ចឹងបើសិនជាកូនចៅប្រុសស្រីយកទៅពិចារណាយកទៅអនុវត្តគិតថាវានឹងបានលទ្ធផលល្អជាមិនខាន